ជំរាបសួរគ្រូនិងអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Pick Dash របស់ក្រុមយើងខ្ញុំអង់គ្លេសចាស់ផងគ្រូបញ្យលជាភាសាអង់គ្លេសទៀតរៀនយូរចេះតែគ្រូពីដាក់កូដស្ដាប់រៀនទៀតអញ្ចឹងនេះគឺជាទស្សនៈរបស់សិស្សដែលគាត់បានប្រឡងធ្លាក់មុខវិជ្ជាភាសាអង់គ្លេសក្នុងការប្រឡងបាក់ឌុបរបស់ពួកគាត់ដែលយើងឃើញថាមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំហើយពួកយើងក៏បានចោទសាកសួរទៅកាន់និស្សិតដែលមកពីជនបទតើបញ្ហាអ្វីដែលធ្វើឲ្យគាត់មាននៅកង្វះលើភាសាអង់គ្លេសបែបហ្នឹងអញ្ចឹងពួកយើងបានកំណត់បញ្ហាទៅ4គឺពាក់ព័ន្ធមួយបញ្ហាហិរញ្ញវត្ថុដែលថាពួកគាត់អត់មានលុយគ្រប់គ្រាន់ក្នុងការរៀនហើយបន្តមកទៀតគឺកង្វះខាតនៅសាលារៀនជាមួយនឹងគ្រូហើយការចំណាយរវាងពីផ្ទះគាត់ទៅកាន់សាលាហ្នឹងមានចម្ងាយឆ្ងាយហើយមួយទៀតគឺពាក់ព័ន្ធមួយការជន់ម៉ោងគ្នារវាងម៉ោងរបស់គាត់ដែលរៀននៅវិទ្យាល័យជាមួយនឹងម៉ោងដែលរៀននៅខាងក្រៅដែលធ្វើឲ្យគាត់ពិបាកក្នុងការរៀនហើយពួកយើងបានអន្តរាយនៅ problem ចំនួន3ដែលថាកត្តាដែលធ្វើឲ្យមាននៅកង្វះភាសាអង់គ្លេសហ្នឹងគឺពាក់ព័ន្ធជាមួយនឹង limited educational resource គឺបញ្ហាកង្វះសាលារៀនគឺអត់មានគុណភាពគ្រូខ្វះគុណភាពជាដើមហើយពាក់ព័ន្ធមួយបញ្ហា finance គឺថាសាលាដែលល្អគឺមានតម្លៃថ្លៃហើយចំពោះសិស្សខ្លះគឺគាត់អត់មានលទ្ធភាពក្នុងការបង់សិក្សាទៅលើមុខវិជ្ជាភាសាអង់គ្លេសទេហើយមួយទៀតនោះគឺពួកគាត់រៀនបានតែនៅក្នុងសាលាទេពួកគាត់អាចបញ្ចេញវានៅខាងក្រៅបានទេគឺខ្វះខាតនៃការអនុវត្តអញ្ចឹងយើងរៀនហើយដូចជាចោលតែអញ្ចឹងវាអត់បានអីមកវិញទេអញ្ចឹងពួកយើងបាន propose នៅ solution មួយគឺដែលឲ្យប្រវាយពួកគាត់នៅថ្នាក់រៀនភាសាអង់គ្លេសពីកម្រិត basic ទៅកាន់ advanced ការធ្វើ learning tool របស់យើងគឺធ្វើឲ្យមានភាពល្អប្រសើរហើយមួយទៀតនោះគឺពួកយើងមាន live training support គឺយើងមានការ one to one session រវាងសិស្សជាមួយនឹងគ្រូដើម្បីជួយពួកគាត់នៅពេលដែលពួកគាត់មានបញ្ហាមួយទៀតនោះគឺយើងមាននៅ progress tracking ដែលថាជាវាពួកគាត់រៀនឈប់គឺយើងនឹងព្យាយាម track ពួកគាត់ alert ទៅកាន់ពួកគាត់មិនពួកគាត់អាចរៀននៅ platform របស់យើងនឹងគឺបានជាប់លាប់ហើយសូមស្វាគមន៍មកកាន់ចង់រៀននោះគឺជា e-learning platform មួយដែលយើង provide នៅអ្វីដែលយើង propose មកហ្នឹងគឺវានឹងជួយឲ្យសិស្សរៀនអង់គ្លេសបានស្រួលជាងមុនហើយលឿនជាងមុនទៀតអញ្ចឹងគឺនេះគឺជា target customer របស់យើងគឺពាក់ព័ន្ធជាមួយសិស្សដែលនៅតាមជនបទទាំងភេទប្រុសនិងភេទស្រីចាប់ពីអាយុ13ទៅកាន់26ឆ្នាំសិស្សនៅ University ដែលគាត់មានបញ្ហាខ្វះខាតលើភាសាអង់គ្លេសហើយនេះគឺជា prototype របស់ក្រុមពួកយើងខ្ញុំគឺ app របស់ពួកយើងខ្ញុំពេលដែលបើកមកគឺយើងនឹងមានឃើញនៅមេរៀនដែលសិស្សអាចរៀនបានហើយយើងមានជាវីដេអូហើយក្នុងមេរៀននីមួយៗនោះគឺយើងនឹងផ្ដល់ឲ្យគាត់នៅការលេងហ្គេមមួយដែលជួយរំលឹកអីដែលគាត់រៀនដើម្បីធ្វើឲ្យការរៀនរបស់គាត់គឺកាន់តែសប្បាយហើយឆាប់បានជាងមុនពីគុណតម្លៃនៃ e-learning platform របស់ពួកយើងគឺពួកយើងបង្រៀនភាសាអង់គ្លេសប៉ុន្តែយើងព្យាយាមបញ្ចូលពួកគាត់នៅក្នុងភាសាខ្មែរដោយសារតែធ្វើម៉េចឲ្យអ្នកដែលអត់សូវចេះអង់គ្លេសគឺគាត់អាចស្ដាប់យល់បាននៅអីដែលយើងបង្រៀនហ្នឹងហើយមួយទៀតនោះគឺមេរៀនដែលយើងបង្កើតមកគឺមានលក្ខណៈសប្បាយហើយ fun គឺយើងមានការលេងហ្គេមសប្បាយនៅក្នុងហ្នឹងផងដែរហើយមួយទៀតនោះគឺ platform របស់ពួកយើងគឺពួកយើង free សម្រាប់អ្នកទាំងអស់គ្នាគឺអត់មានអ្នកណាគេបង់ថវិកាឬមួយក៏ subscription លើ platform របស់ពួកយើងទេគឺពួកយើងរកលុយតាមរយៈ advertisement វិញនេះគឺជាក្រុមហ៊ុនដៃគូក្រុមហ៊ុនដែលយើងគិតថាគឺជា competitor របស់ពួកយើងគឺមាន e-school EFK Academy ជាមួយនឹង TTA ដែលយើងមើលទៅគឺ e-school ពួកគាត់មានអីទាំងអស់ប៉ុន្តែដែលពួកគាត់មានគឺពួកគាត់ត្រូវរៀនគឺបង់លុយអញ្ចឹងវាពិបាកសម្រាប់អ្នកដែលថាកង្វះខាតថវិកាហ្នឹងហើយចំពោះ platform របស់យើងគឺយើងអត់មានបង់លុយទេ partnership របស់ពួកយើងគឺពួកយើងមានលើ smart មួយគឺសម្រាប់ឲ្យពួកគាត់ធ្វើការ access ទៅលើ platform របស់យើងដោយអត់ចាំបាច់ចំណាយលុយបញ្ចូលទៅឲ្យពួកគាត់មានអ៊ីនធឺណិតទៅពួកគាត់អាចប្រើ platform យើងបានហើយមួយទៀតគឺពួកយើងប្រើ AWS ដើម្បី hosting នៅលើ website របស់ពួកយើងហើយនេះគឺជា team member របស់ពួកយើងហើយចំពោះការ scale ទៅលើ platform របស់ពួកយើងវិញគឺដំបូងគឺពួកយើងនឹងធ្វើនៅក្នុង local ណាមួយទេហើយយើងនឹងចាប់ដៃគូសហការជាមួយនឹង local group ដូចជាសាលារៀនណាមួយដើម្បីឲ្យពួកគាត់ដឹងពី platform របស់យើងបន្ទាប់មក medium term គឺយើងនឹងបរិយា program របស់យើងឲ្យកាន់តែធំ add more course ថ្នាក់រៀនបានកាន់តែច្រើនហើយមួយទៀតគឺយើងនឹងបង្កើតវាទៅជា mobile app មួយតែម្ដងដើម្បី user គាត់ស្រួលប្រើហើយចំពោះ long term របស់យើងគឺយើងនឹង expand វាឲ្យបានកាន់តែធំហើយជួយកែសម្រួលមេរៀនធ្វើយ៉ាងម៉េចឲ្យកាន់តែមានភាពទាក់ទាញហើយពួកយើងចាប់ដៃគូសហការជាមួយនឹងវិទ្យាស្ថានផ្សេងនេះគឺជាឯកសារយោងដែលពួកយើងធ្វើការ research ដើម្បីទាញនៅ solution មួយហ្នឹងហើយសូមអរគុណអ្នកគ្រូអ្នកនរគ្នាសម្រាប់ការទស្សនានៅវីដេអូខ្ញុំ